គ្រប់យ៉ាងតែងតែកើតឡើងពីលើកជានិច្ចហ្វេនញាតិវត្ថុធ្លាប់ឮពាក្យនេះដែរទេហ្វេនញាតិវត្ថុមានដឹងទេគ្រប់យ៉ាងដែលយើងឃើញនៅចំពោះមុខណាពេលនេះខ្លាចជាអតីតទៅហើយកុំអាចឆ្ងល់ណាคลิปនេះអ្នកគ្រូមកចែករំលែកពីអត្ថកំបាំងនៃចក្រវាឡដែលមនុស្សជាច្រើនមិនដឹងឬក៏ដឹងអស់ហើយក៏មិនដឹងខទី1ទ្រឹស្ដីការកកើតគ្រប់យ៉ាងកើតឡើងពីរដងជានិច្ចលើកទី1កើតឡើងនៅក្នុងរូបនៃថាមពលមិនថាការនឹកគិតអារម្មណ៍នៅខាងក្នុងលើកទី2ទោះជាក្តាប់ណែនខ្លាចជារូបរាងអាចចាប់ពលបានដូចជារបស់របរហេតុការស្ថានភាពមនុស្សម្នាផ្សេងដូចជាទូរស័ព្ទដែរអញ្ចឹងមុនពេលដែលវាคล้ายជាទូរស័ព្ទដែលយើងបានប្រើសប្តាហ៍ថ្ងៃនេះវាក៏ធ្លាប់បាននៅក្នុងការគិតរបស់មនុស្សរួចមុនទៅហើយមែនអត់ខទី2អន្តៈថាមលេខលោកនៃការពិតវាមានកម្រិតដូចជាការកម្មងរបស់អនឡាញអញ្ចឹងយើងកម្មងថ្ងៃនេះរបស់អាចមិនទាន់មកដល់ភ្លាមវាអាចមកដល់ថ្ងៃស្អែកឬខាន់ស្អែកហើយមនុស្សភាគច្រើនផ្លត់ត្រង់នេះប្រៀបដូចជាអារម្មណ៍ដែលកម្មងរបស់ភ្លាមហើយមើលទៅអត់ឃើញរបស់ក៏មានការខូចចិត្តហើយក៏បញ្ឈប់ការកម្មងដោយការរារែកហើយសង្ស័យប្រៀបដូចជាយើងបានបញ្ជូនថាមពលអ្វីចេញទៅឆ្លងកាត់តាមការចិត្តនាការរបស់យើងនេះថាយើងចង់បានអ្វីចូលមកក្នុងជីវិតហើយយើងក៏ចាប់ផ្ដើមសង្ស័យខ្លាចតែវាអត់បានទេដឹងព្រោះហេតុអ្វីពិតប្រាកដណាស់ពេលណាដែលយើងចិត្តយើងចាប់ផ្ដើមរារែកសង្ស័យនៅអ្វីដែលយើងប្រាថ្នាភ្លាមចក្រវាលនឹងលុបចោលនៅអ្វីដែលលោកអ្នកចង់បាននោះចោលភ្លាមវិធីដែលត្រឹមត្រូវគឺនៅពេលដែលលោកអ្នកប្រាថ្នាចង់បានអ្វីក៏ដោយចុះកុំរងចាំឲ្យឃើញចាំឲ្យឃើញផលសិនចាំជឿតែហ្វេនញាតិវត្ថុត្រូវជឿហើយនឹកគិតចេញពីខាងក្នុងមកសិនត្រូវមានពាក្យថាចប់នៅក្នុងចិត្តយើងឲ្យបានធ្វើបែបនេះអ្វីក៏ដោយដែលហ្វេនញាតិវត្ថុប្រាថ្នាវានឹងប្រកបឡើងនៅចំពោះមុខព្រោះកម្លាំងថាមពលខ្លាំងក្លាគ្រប់គ្រាន់អាតូមនៃលោកកាពិតនឹងចាប់ផ្ដើមតម្រៀបគ្នាជាថ្មីដើម្បីសាងនូវលទ្ធផលឲ្យត្រូវតាមអ្វីដែលចិត្តយើងត្រូវការវាជាវិទ្យាសាស្ត្រមិនមែនសិលសាស្ត្រនឹងគឺជាហេតុផលដែលធ្វើឲ្យយើងជឿថាមុនពេលដែលអ្វីកើតឡើងនោះគឺថាមពលត្រូវកើតឡើងមុនមានអ្នកណាប្រាថ្នាចង់បានរឿងល្អៗកើតឡើងក្នុងជីវិតខ្លះសូមកុំភ្លេចប្រឡែងនៅថាមពលល្អដើម្បីឲ្យចក្រវាលកត់ត្រាណាហើយមួយទៀតចិត្តត្រូវនឹងហើយមានសមាធិមានអ្នកខ្លះពេលធ្វើសមាធិហើយចិត្តអត់ស្ងប់សួរថាការដែលអង្គុយហើយចិត្តមិនស្ងប់រវើរវាយនេះមកពីយើងអង្គុយនៅផ្ទះមែនទេហើយការដែលអង្គុយចិត្តមិនស្ងប់មានធ្លាប់សាកទៅអង្គុយនៅកន្លែងផ្សេងក្រៅពីផ្ទះដែរទេចង់សមាធិឲ្យបានត្រូវធ្វើម៉េចវិធីនេះជាវិធីតាមបែបវិទ្យាសាស្ត្រដែលអាចអធិប្បាយបានអ្នកខ្លះអង្គុយនៅផ្ទះឬក៏នៅខុនដូរបៀបថានៅផ្ទះរបស់យើងវាចង្អៀតមិនមានកន្លែងផ្ទៃធំឲ្យយើងអង្គុយស្រួលបានវាមានរបស់មួយដែលហៅថារលកថាមពលដែលនៅជុំវិញខ្លួនយើងវាត្បៀតហើយរលកថាមពលដែលនៅចិត្តនោះវាមិនមានអ្វីដែលនឹងវាជារលកថាមពលដែលរត់ទៅរត់មកគ្រប់ពេលអញ្ចឹងហើយទៅធ្វើឲ្យយើងអង្គុយទៅមិនថានៅផ្ទះឬនៅឯណានោះទេហើយហ្វេនញាតិវត្ថុក៏ព្យាយាមធ្វើសមាធិនៅក្នុងរលកថាមពលដែលវាមិននឹងវាឃ្លីងឃ្លោងដោយរលកបោកបក់ណាវាធ្វើឲ្យការដែលយើងអង្គុយប្រាថ្នាចង់ឲ្យស្ងប់នោះវាពិបាកតើបអ្នកខ្លះទៅអង្គុយនៅវត្តឬក៏នៅកន្លែងដែលគេបដិបត្តិធម៌ហើយគេក៏លន់មកថាអង្គុយនៅផ្ទះចិត្តអត់ស្ងប់សោះដល់ពេលអង្គុយនៅកន្លែងបដិបត្តិឬក៏នៅវត្តក៏កើតសមាធិនេះអ្នកគ្រូចែករំលែកសម្រាប់ហ្វេនញាតិវត្ថុណាដែលអង្គុយនៅផ្ទះហើយចិត្តមិនស្ងប់คลิปនេះអ្នកគ្រូចែករំលែកក្នុងការបដិបត្តិសមាធិដើម្បីឲ្យបានសម្រេចគោលដៅចាដែលអ្នកគ្រូចែករំលែកនេះហេតុអីព្រោះកន្លែងនីមួយៗថាមពលវិញ្ញាណទេវតាដែលនៅម្ដុំហ្នឹងវាអត់ដូចគ្នាកន្លែងខ្លះអមនុស្សអត់ស្គាល់ពីបុណ្យអញ្ចឹងអាចផ្ទះរបស់យើងអាចមានវិញ្ញាណខ្លះដែលឆាវយើងមីច្រើនធ្វើឲ្យចិត្តយើងមិនស្ងប់ដូច្នេះคลิปនេះអ្នកគ្រូសូមណែនាំជាជំរើសមួយទៀតដែលហ្វេនញាតិវត្ថុប្រាថ្នាចង់បានសមាធិដើម្បីឲ្យបានសម្រេចគោលដៅចាចុងបញ្ចប់នេះអ្នកគ្រូសូមចែករំលែកសូមជូនពរឲ្យហ្វេនបានសម្រេចតាមគោលដៅណាសូមអនុមោទនាសាធុ